សួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចាវិលមកជួបអ្នកគ្រូទៀតហើយចឹងថ្ងៃនេះយើងនឹងបន្តមេរៀនថ្មីមួយទៀតគឺយើងនឹងរៀនអំពីសព្វនាមកម្មសិទ្ធិចាឬភាសាអង់គ្លេសហៅថា possessive pronouns ចាកុំឲ្យខាតពេលយូរតាមដានវីដេអូនេះជាមួយអ្នកគ្រូទាំងអស់គ្នាចាចឹងនេះគឺជានិយមន័យរបស់សព្វនាមកម្មសិទ្ធិចាគេថាសព្វនាមកម្មសិទ្ធិឬក៏ possessive pronoun ហ្នឹងគឺជាពាក្យដែលប្រើដើម្បីចាបង្ហាញពីកម្មសិទ្ធិចាភាពជាម្ចាស់លើវត្ថុអ្វីមួយចាដោយជំនួសឲ្យគុណនាមកម្មសិទ្ធិបូកនឹងនាមចាអញ្ចឹងកន្លែងនេះគឺសំខាន់ណាគឺគុណនាមកម្មសិទ្ធិបូកនឹងនាមអញ្ចឹងគុណនាមកម្មសិទ្ធិយើងរៀនហើយថ្ងៃមុននោះរៀនអំពី my your our her hisចាហ្នឹងគឺជាគុណនាមកម្មសិទ្ធិចាអញ្ចឹងវាពាក្យពាន់គ្នាចាសព្វនាមហើយនឹងគុណនាមអញ្ចឹងវាពាក្យពាន់គ្នាអញ្ចឹងអ្នកគ្រូអានភាសាទៀតសព្វនាមកម្មសិទ្ធិគឺជាពាក្យដែលប្រើចាដើម្បីបង្ហាញពីកម្មសិទ្ធិឬភាពជាម្ចាស់លើវត្ថុអ្វីមួយដោយជំនួសឲ្យគុណនាមកម្មសិទ្ធិបូកនឹងនាមចាអញ្ចឹងយើងមើលទាំងអស់គ្នាមើលថាតើសព្វនាមកម្មសិទ្ធិហ្នឹងគឺមានអ្វីខ្លះចាអញ្ចឹងសព្វនាមកម្មសិទ្ធិហ្នឹងគឺមានចំនួនចាគឺមានចំនួន7ដូចនឹងគុណនាមកម្មសិទ្ធិដែរចាអញ្ចឹងគុណនាមកម្មសិទ្ធិវាមាន7អញ្ចឹងវាមាន my your our his her its ចាអញ្ចឹងចំណែកឯសព្វនាមកម្មសិទ្ធិក៏មានចំនួន7ដែរនេះគឺមានពាក្យថា mine មានន័យថារបស់ខ្ញុំចា yours របស់អ្នក ours របស់ពួកយើង theirs របស់ពួកគេ his របស់គាត់ hers របស់នាង is របស់វាចាទាំងអស់នេះហើយគឺជាសព្វនាមកម្មសិទ្ធិចាសព្វនាមកម្មសិទ្ធិហើយនិងគុណនាមកម្មសិទ្ធិគឺវាខុសប្លែកពីគ្នាអញ្ចឹងការប្រើប្រាស់ក៏វាប្លែកពីគ្នាដែរអញ្ចឹងយើងចូលមើលឧទាហរណ៍ហើយនឹងការប្រើប្រាស់របស់វាមើលគឺបែបម៉េចចាយើងមើលឧទាហរណ៍នេះ that car is mine ចាអញ្ចឹងឡាននោះគឺជារបស់ខ្ញុំចា that car is mine ជំនួសឲ្យ that is my car ចាអញ្ចឹងប្រយោគនេះ that car is mine ចាអញ្ចឹងកន្លែងប្រយោគទីនេះគឺជាសព្វនាមកម្មសិទ្ធិតែយើងមើលគុណនាមកម្មសិទ្ធិគឺបែបនេះវិញ that is my car អញ្ចឹងវាជំនួសឲ្យគ្នាអញ្ចឹងវាជំនួសយើងប្រើគុណនាមកម្មសិទ្ធិវាមាននាមនៅខាងក្រោយវានេះបងប្អូនចំណាំមើលអញ្ចឹងវាមាននាមនៅខាងក្រោយគុណនាមកម្មសិទ្ធិរីឯសព្វនាមកម្មសិទ្ធិវិញគឺអត់មាននាមនៅខាងក្រោយវាទេគឺវាប្រើពាក្យ mine នេះជំនួសឲ្យ my car នេះចាអញ្ចឹងអ្នកគ្រូប្រៀបធៀបវានៅទីនេះឥឡូវយើងចូលមើលឧទាហរណ៍ទី2ចា this phone is hers ចាទូរស័ព្ទនេះគឺជារបស់នាងចា this phone is hers ចាអញ្ចឹងគេអត់មកដាក់ដូចគុណនាមកម្មសិទ្ធិទេបើគុណនាមកម្មសិទ្ធិត្រូវដាក់ her phone ហើយកន្លែងនេះត្រូវមាន phone នៅខាងកតុយទៀតណាចា the yellow bike is ours ចា the yellow bike is our ចាមានន័យថាកង់ពណ៌លឿងនេះគឺជាកង់របស់យើងរបស់ពួកយើងអញ្ចឹងណាចាអញ្ចឹងបងប្អូនចំណាំមើលនេះគឺជាគុណនាមកម្មសិទ្ធិអញ្ចឹងវាដើរតួនៅខាងក្រោយគេបង្អស់នៃប្រយោគចាបងប្អូនចំណាំមើលទៅវានៅខាងក្រោយគេបង្អស់នៅប្រយោគហើយវាអត់មាននាមឬក៏កិរិយាសព្ទអីនៅខាងក្រោយឬក៏បន្ទាប់វាទេអញ្ចឹងគឺវានៅខាងក្រោយគេបង្អស់នៃប្រយោគមួយចា that pencil is yours ចាអញ្ចឹងខ្មៅដៃនោះគឺជារបស់អ្នកចា that pencil is yours ចាអញ្ចឹងយើងមកដាក់ pencil អីនៅខាងកតុយទៀតទេគឺយើងប្រើពាក្យ your នេះគឺបញ្ជាក់ថាគឺជាខ្មៅដៃរបស់
របស់គេឬក៏របស់អ្នកនឹងហើយអញ្ចឹងយើងឃើញថាយើងគ្រាន់តែប្រើពាក្យ yours នេះមកដាក់នៅចុងគេបង្អស់នៃប្រយោគចាចុងក្រោយគេបង្អស់នៃប្រយោគហ្នឹងឥឡូវយើងមើលនេះហើយអ្នកគ្រូនឹងយកគុណនាមកម្មសិទ្ធិហើយនិងសព្វនាមកម្មសិទ្ធិហ្នឹងមកប្រៀបធៀបគ្នាតើវាខុសគ្នាហើយនឹងការប្រើប្រាស់បែបម៉េចចាយើងមើលឧទាហរណ៍នេះមួយទៀត that house on the corner is theirs ចាជាងផ្ទះនៅកាច់ជ្រុងហ្នឹងគឺជាផ្ទះរបស់ពួកគេចាជាង house ផ្ទះ corner មានន័យថាជ្រុងកាច់ជ្រុងអញ្ចឹងណាis គឺ theirs របស់ពួកគេអញ្ចឹងយើងប្រើពាក្យ their នេះនៅខាងក្រោយគេមកអស់ចាឥឡូវយើងចូលមើលភាពខុសគ្នារវាងចាគុណនាមកម្មសិទ្ធិហើយនិងសព្វនាមកម្មសិទ្ធិតើវាខុសគ្នាបែបម៉េចចាឥឡូវយើងចូលមើលទាំងអស់គ្នាចាឥឡូវយើងអ្នកគ្រូដាក់ទាំងពីរមកចាអញ្ចឹងយើងមើលទី1នេះគុណនាមកម្មសិទ្ធិចាគុណនាមកម្មសិទ្ធិយើងបានរៀនហើយកាលពីថ្ងៃមុនហ៎ហើយវាមានពាក្យ my your his her អីតោះហើយអញ្ចឹងតើមានចំនួន7ចាគុណនាមកម្មសិទ្ធិហ្នឹងគឺត្រូវមាននាមនៅខាងក្រោយចាអញ្ចឹងគេប្រើប្រៀបធៀបពីរនេះគ្រូប្រៀបធៀបឲ្យងាយយល់ចាអញ្ចឹងគុណនាមកម្មសិទ្ធិហ្នឹងគឺត្រូវតែមាននាមនៅខាងក្រោយរបស់វាបានคล้ายជាគុណនាមកម្មសិទ្ធិចាអញ្ចឹងយើងមកឧទាហរណ៍នេះ this is my phone ចាអញ្ចឹងកន្លែងគុណនាមកម្មសិទ្ធិគឺជាពាក្យ my ចាពាក្យ my នេះគឺគុណនាមកម្មសិទ្ធិហើយបន្ទាប់មកត្រូវមានពាក្យ phone នេះគឺជានាមចា this is my phone នេះគឺជាទូរស័ព្ទរបស់ខ្ញុំចាអញ្ចឹងដូចគេដាក់ចំណាំមកយើងនេះគឺត្រូវគុណនាមកម្មសិទ្ធិហ្នឹងគឺត្រូវមាននាមនៅខាងក្រោយអញ្ចឹងបានកើតចេញជាគុណនាមកម្មសិទ្ធិនេះមាននាមនេះគឺមានពាក្យថា phone នេះឯងចា this is my phone អូខេអញ្ចឹងវាមាននាមនៅខាងក្រោយនេះចាយើងមើលប្រៀបធៀបគ្នានេះអញ្ចឹងការប្រើប្រាស់វាខុសគ្នាចាបកប្រែវាស្តៀងគ្នានៅទីហ្នឹងចាឥឡូវយើងចូលមើលសព្វនាមកម្មសិទ្ធិម្ដងចាសព្វនាមកម្មសិទ្ធិយើងកំពុងតែរៀននេះចាអញ្ចឹងសព្វនាមកម្មសិទ្ធិហ្នឹងវាមានពាក្យ mine yours his her ចាវាមានអីហោហែរហូតដល់7អញ្ចឹងណាចាអញ្ចឹងគេដាក់ថានេះមិនមាននាមនៅខាងក្រោយទេយើងមើលនេះ this phone is mine this phone is mine អញ្ចឹងទូរស័ព្ទនេះគឺជាទូរស័ព្ទរបស់ខ្ញុំ mine នេះមានន័យថារបស់ខ្ញុំអញ្ចឹងវាខុសប្លែកគ្នាបន្តិចនៅទីនេះអញ្ចឹងពាក្យថា mine នេះគឺវាអត់មាននាមនៅខាងក្រោយវាទៀតទេអញ្ចឹងគុណសព្វនាមកម្មសិទ្ធិរីឯគុណនាមកម្មសិទ្ធិគឺវាមាននាមនៅខាងក្រោយវានេះបានកើតចេញជាគុណនាមកម្មសិទ្ធិចាអញ្ចឹងអ្នកគ្រូបញ្យល់ហើយយកប្រៀបធៀបបែបនេះបែបជាងាយយល់ហើយចាកុំឲ្យច្រឡំគ្នាព្រោះភាគច្រើនយើងច្រឡំការប្រើប្រាស់គុណនាមកម្មសិទ្ធិហើយនិងសព្វនាមកម្មសិទ្ធិតែអ្នកគ្រូញែកវាពីរគេឲ្យប្រហែលជាងាយស្រួលយល់ហើយចាអញ្ចឹងបាញ់យើងបានរៀនហើយអំពីមេរៀនសព្វនាមកម្មសិទ្ធិអញ្ចឹងយើងចូលមកមើលលំហាត់នេះទាំងអស់គ្នាលំហាត់អនុវត្តនេះចាឥឡូវទី1គេឲ្យយើង this book is not mine it ឲ្យគេឲ្យយើងមានចម្លើយ3 A yours B you C your ឥឡូវបងប្អូនជ្រើសរើសយកចម្លើយមួយណា A B or C ចាthis book is not mine is your ចា it's your ទី2 we have our own classroom that one is គេឲ្យចម្លើយ3ដូចគ្នា their A their B theirs C they ឥឡូវបងប្អូនជ្រើសរើសយកមួយណាឥឡូវនេះគ្រូបកប្រែជាខ្មែរឲ្យពួកយើងមានថ្នាក់រៀនផ្ទាល់ខ្លួនរបស់យើងអញ្ចឹងណា that one is ចាមួយនេះមួយនោះថ្នាក់រៀនមួយនោះគឺជាយើងយកមួយណាយើងយក theirs ចា their មាន s នេះចាឥឡូវយើងចូលមើលទី3ទៀត
That red bag belongs to Sokha ចាកាបូបពណ៌ក្រហមនោះគឺជាកម្មសិទ្ធិរបស់ Sokha is គេឲ្យចម្លែក3ដែរ A her B hers C she លោកបងប្អូនជ្រើសរើសយកមួយណាយក A B or C ចាចម្លែកដែលត្រឹមត្រូវគឺចាគឺ B មានពាក្យថា hers her មាន s នេះឥឡូវយើងចូលមើលទី4ទី4នេះ this house is is រួចគេដាក់ belonging to my family ចឹង belonging នេះមានន័យថាជាកម្មសិទ្ធិរបស់គ្រួសាររបស់ខ្ញុំហើយគេឲ្យពាក្យ ours us we ឥឡូវបងប្អូនជ្រើសរើសយកមួយណាផ្ទះនេះគឺជាផ្ទះចាយើងជ្រើសរើសយកចម្លើយ A នេះ ours មាន s នេះចាអញ្ចឹង this house is our អញ្ចឹងមានន័យថាផ្ទះនេះគឺជាផ្ទះរបស់យើងចាយើងដាក់ពាក្យ our អូខេឥឡូវយើងមើលចំក្រោយគេនេះចា these pencils are not yours they are គេឲ្យ3ដែរ A my B mine C me they are ចា they are mine ចម្លើយរបស់វាគឺពាក្យ mine ចាអញ្ចឹងលំហាត់ហ្នឹងគឺចាប់ត្រឹមប៉ុណ្នេះលំហាត់អនុវត្តអញ្ចឹងបងប្អូនមើលសារឡើងវិញម្ដងមួយទៅឲ្យយល់ចាអញ្ចឹងវីដេអូមេរៀនតាក់ទងនឹងសព្វនាមកម្មសិទ្ធិហ្នឹងគឺចាប់ត្រឹមតែប៉ុណ្នេះចាអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះយើងនឹងជួបគ្នានៅមេរៀនបន្តទៀត